បើយើងនិយាយអំពីរឿងខ្មោចជំនឿព្រាយបិសាចវិញជឿជាក់ថាមានមនុស្សមួយចំនួននិយាយថាវាគឺជារឿងដ៏ហួសសម័យដែលជាការនិយាយតៗគ្នារបស់មនុស្សចាស់តែប៉ុណ្ណោះប៉ុន្តែយោងតាមការស្រាវជ្រាវរបស់ខ្ញុំបាទផ្ទាល់និងអ្នកដែលនិយមចូលចិត្តតាមដានរឿងខ្មោចបានឲ្យដឹងថាទីកន្លែងទាំង4នេះវាពិតជាមានខ្មោចលងនិងរឿងរ៉ាវដ៏ចម្លែកដែលបានកើតឡើងចង់ដឹងថាតើទីកន្លែងទាំង4នោះស្ថិតនៅទីណាខ្លះតាមដានវីដេអូនេះទាំងអស់គ្នាទី1កោះជេជូនៅកូរ៉េខាងត្បូងកោះជេជូត្រូវបានគេស្គាល់ថាជាឆ្នេរសមុទ្រឬជារមណីយដ្ឋានមួយដ៏ស្រស់ស្អាតរបស់ប្រទេសកូរ៉េខាងត្បូងដែលអ្នកទេសចរនិយមទស្សនាជាពិសេសសម្រាប់គូស្នេហ៍ភរិយាថ្មីដែលទៅទង្រាការថ្មីថ្មោងទៅកំសាន្តនិងក្រេបទឹកឃ្មុំណាកោះនេះត្រូវបានគេរួមបញ្ចូលជាអច្ឆរិយវត្ថុទាំង7នៅលើពិភពលោកតាំងពីឆ្នាំ2011មកម្លេះយ៉ាងណានោះកោះនេះត្រូវបានគេល្បីខ្លាំងរឿងខ្មោចទឹកដោយសារតែទឹកសមុទ្រនៅទីនោះមានសភាពជ្រៅដែលធ្វើឲ្យមនុស្សទៅកំសាន្តនៅទីនោះបានលង់ទឹកនិងបាត់បង់ជីវិតជាច្រើនតែមនុស្សជាច្រើនបាននិយាយថាអ្នកទាំងនោះមិនបានលង់ទឹកស្លាប់ដោយគ្មានមូលហេតុនោះទេប៉ុន្តែមានអ្វីមួយយ៉ាងចាប់ទាញជើងពួកគេចូលទៅក្នុងទឹកតែម្ដងហើយមួយវិញទៀតនោះការធ្វើអត្តឃាតដោយសម្លាប់ខ្លួនលោតចូលទឹកនៅកោះជេជូក៏មានច្រើនផងដែរភាគច្រើនជាស្រីកមុំជាហេតុដែលគេជឿថាសមុទ្រនេះមានបល្លឹងខ្មោចគ្រប់គ្រងទី2អគារឡាំងវ៉ាសេវូប្រទេសឥណ្ឌូនេស៊ីអគារដ៏ចំណាស់មួយនេះបច្ចុប្បន្នជាអគារផ្លូវដែករបស់ក្រុមហ៊ុន Earth-Andy Railway របស់ប្រទេសហូឡង់តែពីអតីតកាលនៅក្នុងឆ្នាំ1942អគារនេះត្រូវបានជប៉ុនយកមកធ្វើជាគុកសម្រាប់ដាក់អ្នកទោសនិងសម្លាប់យ៉ាងឃោរឃៅដោយកាត់ក្បាលហើយចងព្យួរនៅតាមមាត់ទ្វារនៃអគារហើយក៏មានគេដំណើរតៗគ្នាថានៅក្នុងអគារនោះគឺមានព្រលឹងខ្មោចរហូតមកដល់សប្តាហ៍ថ្ងៃទី3ភូមិត្រាន់ញ៉ាកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីជឿជាក់ថាបងប្អូនពិតជាបានស្គាល់និងឮហើយអំពីឋានសួគ៌នៃឆ្នេរសមុទ្រនៅកោះមួយនេះដែលជាហេតុមនុស្សភាគច្រើនតែងតែប្រាថ្នាចង់មកកំសាន្តនៅទីនេះតែសូមកុំចង់សិក្សាស្រាវជ្រាវលើសពីការមកកំសាន្តឲ្យសោះព្រោះវាអាចធ្វើឲ្យបងប្អូនភ័យខ្លាចសឹងតែមិនហ៊ានគិតពីវានោះទេមនុស្សភាគច្រើនបាននិយាយថាអ្នកភូមិរស់នៅទីនោះមានជំនឿថាមានមេធ្មប់ពិសាចម្នាក់តែងតែចូលសន្តិដ្ឋនៅក្នុងរាងកាយរបស់មនុស្សដែលស្លាប់ទៅហើយឲ្យពួកគេរស់ឡើងវិញដើម្បីខ្លាចជាទាសកររបស់ខ្លួនមួយវិញទៀតនោះអ្នកភូមិនៅទីនោះក៏មានទំនៀមទម្លាប់ដ៏ចម្លែកមួយដែលនៅពេលដែលមានមនុស្សស្លាប់ពួកគេតែងតែយកសាកសពទៅបញ្ចុះនៅកន្លែងរួមគ្នាមួយទី4សាលាតាំងយ៉ាក់ក្រុងយ៉េងឡុងនៅក្នុងទីក្រុងហុងកុងតំបន់យ៉េងឡុងគឺជាទីតាំងមួយដែលទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ឲ្យទៅលេងកម្សាន្តក្នុងមួយឆ្នាំតែមានទីតាំងមួយតំបន់នោះដែលអ្នកដំណើរកម្សាន្តទាំងអស់គួរតែជៀសវាងឲ្យបាននោះគឺសាលាតាំងតាក់ដែលស្ថិតនៅផ្លូវណាំផាក់ក្នុងក្រុងយ៉េងឡុងសាលានេះគឺជឿថាមានអ្នកគ្រូក្រមុំដ៏ស្រស់ស្អាតម្នាក់បានសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកហើយរូបនាងស្លាប់ដោយស្លៀកសម្លៀកបំពាក់រ៉ូបពណ៌ក្រហមមិនយូរប៉ុន្មានអ្នករស់នៅទីនោះបានឃើញខ្មោចស្រីនោះតាមលបបន្លាចពួកគេមិនឈប់ឈររហូតដល់សាលានោះបានបិទទ្វារដល់សប្តាហ៍ថ្ងៃមិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំ2001មានក្រុមសិស្សសាលាមួយក្រុមបានសាកល្បងចូលស្វែងរកខ្មោចដែលនៅក្នុងអគារនោះតែត្រូវរត់មកវិញស្ទើរតែមិនរួចជីវិតហើយក្មេងស្រីម្នាក់ក្នុងចំណោមពួកគេត្រូវបានឲ្យដឹងថាមានបញ្ហាផ្លូវចិត្តនិងកំពុងធ្វើអត្តឃាតខ្លួនផងដែរ